គ្រូនេះគឺជាតេស្តគឺជាប្រព័ន្ធ monthly test system ហ្នឹងគឺជាប្រព័ន្ធដែលជំនួយក្នុងការធ្វើឡងប្រចាំខែដែលងាយស្រួលមកគ្រូគឺគ្រូមិនពិបាកក្នុងការកែទេបាទគាត់នៅសិស្សចូលធ្វើទៅគឺវានឹងចេញលទ្ធផលស្វ័យប្រវត្តិបាទអញ្ចឹងយើងចែកជា2ផ្នែកទី1គឺ student ហើយនិង teacher អញ្ចឹងនេះសម្រាប់គ្រូបរិញ្ញានេះសម្រាប់សិស្សចូលធ្វើអញ្ចឹងសម្រាប់បាទនេះគឺសម្រាប់ teacher បាទអញ្ចឹងគ្រូចូលបាទយើងចូលបាទហើយនេះយើងមានគ្រូអាចចូលបាទនេះគឺបាទសំណួរមកបាទនេះគឺ vocabulary grammar formation listening ឬក៏ writing topic បាទហើយក្នុងនោះគឺអាចមើលនេះបាទយើងមានបាទទី1គឺតើតង test setting នេះគឺគ្រូអាចកំណត់ម៉ោងដើម្បីឲ្យបិទហើយពេលដែលដល់ម៉ោងគឺគ្រូចុចយកវិធីបមកគឺសិស្សមិនអាចចូលធ្វើបានទៀតទេបាទហើយបាទនេះទៅត attendance របស់សិស្សយើងគ្រូអាចចូលចឹងសិស្សក៏មិនអាចចូលបានទេមានតែគ្រូអាចចូលបានបាទអញ្ចឹងរើសឈ្មោះសិស្សមកហើយយើងបញ្ចូល attendance គាត់មកបាទ late ឬក៏ absent ឬក៏ permission ហ្នឹងមកបាទហើយនេះគឺជា speaking test ដែលយើងដាក់បន្ទូឲ្យគាត់បាទយើងអាចប្រឡងជាกระดาษបានទេប៉ុន្តែយើងអាចធ្វើទៅមកយើងអាចបញ្ចូលឲ្យគាត់មកហើយនេះគឺជា writing នេះនៅពេលដែលគាត់បញ្ចូលហើយអញ្ចឹងគ្រូអាច check មើលទៅឬហើយយើងអាចដាក់បន្ទូឲ្យគាត់បានដែរបាទនៅពេលដែលគាត់ប្រឡងវានឹងចេញវិញ្ញាសារបស់គាត់ចេញกระดาษដែលគាត់ធ្វើនឹងមកគឺគាត់ចូលមើលហើយគ្រូដាក់បន្ទូឲ្យគាត់ទៅហើយដល់ពេលដែលសិស្សធ្វើអញ្ចឹងទៅគ្រូអាចចូលមើលបានសិស្សដែលធ្វើប្រមាណអ្នកហ្នឹងគឺវានឹងចេញមកហើយបាទនេះណាគាត់ធ្វើឲ្យខ្លះបាទថាយ topic score គាត់បានប្រមាណបាទហើយនេះគឺជាការរួមបាទគឺជាចេញជាចំណាត់ថ្នាក់មានបន្ទុកតាមមុខវិជ្ជាមាននិទេសតាមមុខវិជ្ជាបាទអញ្ចឹងយើងអាចសេជា PDF ក៏បានបាទអញ្ចឹងអាចជា export ទៅជា Excel ក៏បានដែរបាទបាទអញ្ចឹងយើងសេ PDF មកយើងអាចមើលបានបាទនេះវានឹងចេញមកហើយបាទនេះសម្រាប់គ្រូគឺយើងប៉ុណ្ណឹងហើយសម្រាប់សិស្សបាទដែលគាត់អាចចូលគាត់មានសិទ្ធិតែបានទៅចូលធ្វើទេបាទហើយនឹងគាត់មើលលទ្ធផលរបស់គាត់ភ្លាមបាទអញ្ចឹងគាត់ចូលមកបាទយើង log in ជាសិស្សមកបាទបាទអញ្ចឹងគាត់ចូល password តាមរបស់គាត់សិស្សម្នាក់ៗមកបាទនេះអញ្ចឹងវានឹងចេញមកបាទនេះ reading អញ្ចឹងមកបាទហើយនេះគឺ vocab អញ្ចឹងមកបាទវាចេញអញ្ចឹងមកហើយដល់ពេលដែលគាត់ submit ទៅគាត់អាចមើលបន្ទុកគាត់បានទាំងអស់បាទនេះហើយបញ្ជាក់ថាចំពោះលំហាត់នីមួយៗនេះគឺគាត់អត់អាចធ្វើបាន2ដងទេគាត់ចូលបានតែម្ដងទេបាទហើយនេះបាទអញ្ចឹងគាត់រើសមកបាទអញ្ចឹងគាត់អាចរើសអញ្ចឹងមកបាទហើយបញ្ចូលមកគឺវានឹងបង្ហាញចេញមកបាទឧទាហរណ៍មួយហ្នឹងបាទបាទអញ្ចឹងវានឹងបង្ហាញដែរយើងចុច submit ទៅបាទហើយនេះគឺជា homework test បាទនេះគឺជា listening បាទ listening គឺយើងដាក់ជា question ទេសម្រាប់ topic គឺយើងចាក់ឲ្យសិស្សស្ដាប់ទៅហើយយើងពេញមកហើយនៅពេលដែលគាត់ពេញហើយគាត់អាចចូលមើលបាននេះគាត់មើល result របស់គាត់អញ្ចឹងទៅណាគាត់បានបន្ទុកម៉ានអីម៉ានអញ្ចឹងទៅហើយអានេះគឺ score summary នេះបាទនេះគាត់មើល reading គាត់ធ្វើបានប៉ុន្មាន vocab គាត់បានប៉ុន្មានបាទអញ្ចឹងគាត់សរុបមកបន្ទុកគាត់ណា attendance គាត់បានប៉ុន្មានហើយច្បាស់គាត់ចំណាត់ថ្នាក់គាត់លេខប៉ុន្មានហើយគាត់ក៏អាច save ជា PDF ដើម្បីទុកមើលបានដែរនេះបាទអញ្ចឹងគាត់អាចចុចមកបាទនេះបាទវាចេញជាផ្ទាំងបែបនេះអញ្ចឹងគាត់អាចទុកមើលបានឯកសាររបស់គាត់បាទអញ្ចឹងប្រព័ន្ធនេះគឺអញ្ចឹងមានថាដល់ពេលដែលយើងឧបមាថាដល់ម៉ោងហើយលោកគ្រូបាទខាងគ្រូគាត់ lock ហៅហើយអញ្ចឹងគាត់អត់អាចចូលទៅពេញបានទៀតទេបាទអញ្ចឹងយើងចូល setting នេះមកអញ្ចឹងយើងយកនេះយើងយក disable នេះមកបាទអញ្ចឹងពេលដែលយើងមកជាសិស្សវិញគឺអត់អាច submit បានទៀតទេ
បាទដូចជាប្រព័ន្ធដាក់ណាតេស្ត currently disable by teacher អញ្ចឹងគាត់មិនអាចsubmit បានទៀតទេនៅពេលដែល submit គឺវានឹងប្រាប់ឲ្យវានឹងលោកសញ្ញាឲ្យបាទចុចអត់នេះឲ្យបានទាំងអស់បាទទៅទីបាទអញ្ចឹងប៊ូតុងផ្សេងៗគឺដំណើរការគាត់បាទត្រូវបញ្ចូលមើលអញ្ចឹងប៉ុន្តែគាត់មិនអាច submit ឲ្យបានទាំងអស់បាទដោយសារវាដល់មកហើយយើង disable ទៅហើយអញ្ចឹងប៊ូតុងផ្សេងៗគឺអត់ដំណើរការទេបាទអញ្ចឹងប្រព័ន្ធនេះគឺមានប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលា